កត្តាធ្វើឲ្យមាសឡើងថ្លៃមាន4កត្តាហើយប៉ុន្តែមុននឹងខ្ញុំបង្ហាញពីទាំង4នេះខ្ញុំសូមសម្រាយបន្តិចសិនថាហេតុអីបានជាខ្ញុំលើកយកប្រធានបទនេះមកបកស្រាយពីព្រោះខ្ញុំឃើញថានៅក្នុងប្រទេសកម្ពុជារបស់យើងគេចូលចិត្តនិយមណាស់រឿងមាសជាពិសេសគឺស្ត្រីភាគច្រើនគាត់ចូលចិត្តពាក់មាសនៅលើកងដៃនៅលើកដៃនៅលើកជើងហ្នឹងគាត់ចូលចិត្តពាក់ហើយគ្រឿងអលង្ការនៅក្នុងប្រទេសកម្ពុជាហ្នឹងខ្មែរយើងគឺចូលចិត្តណាស់ឲ្យទៅតាមកម្មវិធីនីមួយគេតែងតែពាក់មាសតាមកកតាមកដៃគឺជ្រែកតែម្ដងបើសិនជាឃើញគ្រឿងអលង្ការល្អគេតែងគេវាយតម្លៃថាម្នាក់នោះគឺជាអ្នកសម្បូរលុយហើយបានគាត់មានមាសមានពេជ្រពាក់នៅលើខ្លួនអញ្ចឹងរឿងដែលគាត់ខ្ចីគេមកគេមិនដឹងឯងគេក៏ដឹងថាគាត់មានមាសពាក់នៅលើខ្មែររបស់យើងគឺទិញមាសហើយនឹងលក់មាសបងប្អូនទីគាត់នៅក្នុងស្រុកខ្មែររបស់យើងគឺទិញមាសហើយនឹងលក់មាសបងប្អូនទីគាត់មិនដឹងពីហាងឆេងមាសទៅជាយ៉ាងណាទេគាត់ទិញមាសទុកយូរពីព្រោះគាត់ថាលុយនៅក្នុងខ្លួនរបស់គាត់ចាប់ផ្ដើមចាយហើយអញ្ចឹងគាត់អត់ទុកនៅក្នុងខ្លួនគាត់ទិញមាសមកអញ្ចឹងគឺមាសគឺជាតំណែងមួយដែលយើងពិបាកនឹងចាយតតែយកមាសនឹងទៅលក់ដល់ទីផ្សារទៅបានអាចទៅបាននេះគឺវារឿងហ្នឹងប៉ុន្តែបងប្អូនអត់គិតថាទីផ្សារនេះគឺទីផ្សារអន្តរជាតិទេតាមពិតទីផ្សារនេះគឺទីផ្សារអន្តរជាតិដែលពិភពលោកគេទទួលស្គាល់ថាមាសឡើងថ្លៃមានកត្តា4ទី1តម្លៃទីផ្សារប្រាក់ដុល្លារធ្លាក់ចុះទី2ការសម្រេចចិត្តពីធនាគារកណ្ដាលទី3ការកើនឡើងនៅអតិផរណាទី4គឺតម្រូវការទីផ្សារនេះគឺជារឿងទាំង4នេះបងប្អូនទៅតែទន្ទិញឲ្យចាំបើសិនជាមាសឡើងថ្លៃគឺដោយសារកត្តាទាំង4នេះប៉ុន្តែកត្តាទាំង4នេះគឺមានកត្តាមួយណាអត់មានទៅទាំងអស់ទេមានជួនកាលខ្លះទៅតម្លៃទីផ្សារចាប់ផ្ដើមតម្លៃទីផ្សារប្រាក់ដុល្លារចាប់ផ្ដើមធ្លាក់ចុះដោយសារតែមានកត្តាជាច្រើនដែលចូលរួមនឹងហើយការសម្រេចចិត្តសម្បិតធនាគារកណ្ដាលគឺគាត់សម្រេចចិត្តតម្លើងអត្រាការប្រាក់ឬក៏ទម្លាក់អត្រាការប្រាក់ម្ដងម្កាលទេអញ្ចឹងពាក់ព័ន្ធទៅនឹងរឿងហ្នឹងហើយពាក់ព័ន្ធទៅនឹងទី3គឺការឡើងអតិផរណាគេសំដៅទៅលើតំណែងដែលឡើងចុះឬក៏ឡើងថ្លៃអញ្ចឹងយើងមកមើលទាំងអស់គ្នាទៅជាយ៉ាងណាអញ្ចឹងយើងចូលដល់ចំណុចទី1យើងដាក់ថាតម្លៃទីផ្សារប្រាក់ដុល្លារធ្លាក់ចុះប្រាក់ដុល្លារដែលធ្លាក់ចុះគឺអង្គទី1នេះចំណុចទី1បើលុយដុល្លារឡើងថ្លៃនោះមាសនឹងធ្លាក់ចុះចំណុចទី2បើមាសឡើងថ្លៃនោះលុយដុល្លារធ្លាក់ចុះជាធម្មតាមាសត្រូវបានទិញចូលលក់ចេញជាលុយដុល្លារដែលបំរែបំរួលនៃថ្លៃដុល្លារមានការប្រស្រ័យទាក់ទងគ្នាទៅនឹងតម្លៃរូបិយប័ណ្ណរបស់ប្រទេសនីមួយដូចនេះយើងមើលឃើញថាប្រសិនបើប្រាក់ដុល្លារធ្លាក់ចុះវានាំឲ្យទីផ្សារតម្លៃមាសនឹងឡើងថ្លៃមួយរំពេចណាយើងនឹងឡើងថ្លៃមួយរំពេចហើយអញ្ចឹងយើងមើលនៅក្នុងចំណុចទី1គេដាក់ថាបើលុយដុល្លារឡើងថ្លៃមាសនឹងធ្លាក់ចុះប្រកបណាស់ចុះបងប្អូនសួរថាលុយដុល្លារគឺជាស្អីតើមាសនឹងគឺជាស្អីលុយដុល្លារគឺជារូបិយប័ណ្ណមាសនឹងគឺជាតំណែងណាគឺជាតំណែងបើសិនជារូបិយប័ណ្ណឡើងថ្លៃតំណែងគឺចាប់ដើមធ្លាក់ចុះហើយ
វាឡើងថ្លៃឡើងថ្លៃពេកអញ្ចឹងតំណែងហ្នឹងគឺចាប់ផ្ដើមធ្លាក់ចុះគឺមានន័យថាអ្នកដែលផលិតហ្នឹងគឺមានតិចអ្នកផលិតមានតិចចឹងបំរាស់នៃលុយដុល្លារគឺចាប់ផ្ដើមកើនឡើងចឹងវាធ្វើឲ្យមាសហ្នឹងគឺចាប់ផ្ដើមធ្លាក់ចុះបើសិនជាដុល្លារចាប់ផ្ដើមឡើងថ្លៃបើមាសឡើងថ្លៃនោះលុយដុល្លារចាប់ផ្ដើមធ្លាក់ចុះចឹងគឺយើងមើលនៅក្នុងពេលនៅពេលបច្ចុប្បន្ននេះនៅក្នុងលុយដុល្លារឡើងថ្លៃវាស្របនៅពេលនយោបាយដែលប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែនវាយគ្នាប្រទេសអ៊ីស្រាអែលនិងប្រទេសលីបង់គឺវាយគ្នាដែរឬអត់អញ្ចឹងបើសិនតែសង្គ្រាមដូចនៅពេលម្សិលមិញគឺអ៊ីស្រាអែលបានវាយទៅលើប្រទេសលីបង់អញ្ចឹងធ្វើឲ្យមាសហ្នឹងគឺចាប់ផ្ដើមកើនឡើងហើយចាប់ផ្ដើមកើនឡើងបើសង្គ្រាមកើនឡើងគឺមាសចាប់ផ្ដើមឡើងថ្លៃលុយដុល្លារចាប់ផ្ដើមធ្លាក់ចុះហើយអញ្ចឹងខ្ញុំគាត់ដែរសង្ខេបនៅក្នុងកន្លែងហ្នឹងតែប៉ុណ្្នឹងឯងថាបើលុយដុល្លារយើងឡើងថ្លៃមាសនឹងចាប់ផ្ដើមធ្លាក់ចុះបើមាសឡើងថ្លៃលុយដុល្លារធ្លាក់ចុះសួរថាមាសគឺជាស្អីលុយដុល្លារគឺស្អីដូចខ្ញុំបញ្ជាក់ជូនមិញថាលុយដុល្លារគឺជារូបិយប័ណ្ណចំណែកខាងមាសគឺជាតំណែងណាមាសគឺជាតំណែងអញ្ចឹងយើងទិញតំណែងមាសយកមកទុកបងប្អូនឥឡូវយើងចូលមកដល់ត្រង់ទី1តម្លៃទីផ្សារប្រាក់ដុល្លារធ្លាក់ចុះតើប្រាក់ដុល្លារធ្លាក់ចុះដោយសារអ្វីខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងនៅក្នុងពេលបច្ចុប្បន្ននេះយើងឃើញថាលុយដុល្លារចាប់ផ្ដើមធ្លាក់ចុះជាបន្តបន្ទាប់ដោយសារតែខាងនយោបាយគឺចាប់ផ្ដើមកើនឡើងយ៉ាងម៉េចសង្គ្រាមប្រទេសរុស្ស៊ីហើយនិងប្រទេសអ៊ុយក្រែនសង្គ្រាមប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែនខ្ញុំឃើញមាសចាប់ផ្ដើមឡើងចុះចាំមើលខ្ញុំវិភាគថាហេតុអីបានជាលុយដុល្លារនេះចាប់ផ្ដើមឡើងចុះដោយសារអ្វីចាំមើលប៉ុន្តែបងប្អូនត្រូវតែយល់ថាបើសិនជាសង្គ្រាមឡើងកណ្ដៅលុយដុល្លារគឺចាប់ផ្ដើមធ្លាក់ចុះហើយមាសគឺចាប់ផ្ដើមកើនឡើងយើងក៏លេខទៅការពិភាក្សាជាមួយនឹងដូណាល់ត្រាំហើយនិងលោកពូទីននិងដូណាល់ត្រាំគឺត្រូវរើគ្នានិយាយទូរស័ព្ទត្រូវរើគ្នាបន្ទាប់មកទៀតលោកដូណាល់ត្រាំនិយាយគម្រាមដាក់ទៅលើប្រទេសអ៊ុយក្រែនថាប្រទេសអ៊ុយក្រែនជាអ្នករមិលគុណដោយសហរដ្ឋអាមេរិកជាអ្នកជួយប៉ុន្តែលោកសេឡិនស្គីនឹងថាគាត់មិនបានជាពាក្យគុណអីទេមួយទៀតលោកដូណាល់ត្រាំទាមទារឲ្យប្រទេសអ៊ុយក្រែនហ្នឹងសងបំណុលទៅលើសហរដ្ឋអាមេរិកចំនួន$5000 លានសហរដ្ឋអាមេរិកដំណាក់កាលមួយទៀតបន្ទាប់ពីលោកពូទីននិងដូណាល់ត្រាំចរចាគ្នាហើយលោកសេឡិនស្គីអញ្ជើញទៅសហរដ្ឋអាមេរិកដើម្បីចរចាជាមួយនឹងលោកដូណាល់ត្រាំប៉ុន្តែលោកដូណាល់ត្រាំហ្នឹងគឺចង់ឲ្យសេឡិនស្គីនឹងចុះហត្ថលេខាទៅលើការផ្ដល់ទៅលើដីដែលមានធនធានរ៉ែនោះប៉ុន្តែលោកសេឡិនស្គីគាត់មិនព្រមអញ្ចឹងពេលដែលលោកសេឡិនស្គីមិនព្រមគឺមាសគឺចាប់ផ្ដើមកើនឡើងជាបន្តបន្ទាប់នៅត្រង់កន្លែងនឹងហើយថាលុយដុល្លារក៏ចាប់ផ្ដើមធ្លាក់ចុះហើយមាសគឺចាប់ផ្ដើមកើនឡើងដោយសារអីពេលដែលសង្គ្រាមកើនឡើងអញ្ចឹងអ្នកដែលនៅកន្លែងហ្នឹងគេភ័យខ្លាចរឿងសង្គ្រាមគេចាប់ផ្ដើមរត់ពីដុល្លារដូរពីដុល្លារទៅជាមាសទៅវិញអញ្ចឹងមើលនៅក្នុងនេះគេដាក់ថាបើលុយដុល្លារឡើងថ្លៃមាសនឹងធ្លាក់ចុះបើមាសឡើងថ្លៃនោះលុយដុល្លារធ្លាក់ចុះណា
បើបើមានឡើងថ្លៃនោះលុយដុល្លារធ្លាក់ចុះអញ្ចឹងខ្ញុំនិយាយមួយបើលុយដុល្លារឡើងថ្លៃនោះមាសនឹងធ្លាក់ចុះហើយប៉ុន្តែបើមាសឡើងថ្លៃវិញលុយដុល្លារធ្លាក់ចុះដូចខ្ញុំនិយាយមិញអញ្ចឹងគឺពាក់ព័ន្ធទៅនឹងនយោបាយបើសិនជាសង្គ្រាមនយោបាយគឺកើនឡើងគឺមាសគឺចាប់ផ្ដើមកើននេះចាប់ផ្ដើមកើននៅត្រង់នេះបើមាសឡើងថ្លៃនោះលុយធ្លាក់ចុះអញ្ចឹងគឺពេលដែលគេលើសង្គ្រាមអញ្ចឹងមួយគឺភ័យខ្លាចអញ្ចឹងគេរត់ពីមាសទៅរកដុល្លារវិញហើយយើងមើលបន្តទៀតជាធម្មតាមាសត្រូវបានទិញចូលលក់ចេញជាលុយដុល្លារដែលបំរែបំរួលនៃលុយដុល្លារមានការប្រស្រ័យទាក់ទងគ្នានិងតម្លៃរូបិយប័ណ្ណរបស់ប្រទេសនីមួយដូចនេះយើងមើលឃើញថាប្រសិនបើប្រាក់ដុល្លារធ្លាក់ចុះវានាំឲ្យមាសវានាំឲ្យទីផ្សារតម្លៃមាសនឹងឡើងថ្លៃមួយរំពេចណាដើមឡើងថ្លៃមួយរំពេចនឹងឯងអានេះបើសិនជាយើងយល់បន្តិចថាបើសិនសង្គ្រាមកើនឡើងលុយដុល្លារគឺចាប់ដើមធ្លាក់មកវិញហើយតែបើសង្គ្រាមកើនឡើងមាសនឹងគឺឡើងថ្លៃឃើញទេបន្ទាប់ពីរុស្ស៊ីចរចាបន្ទាប់ពីលោកដូណាល់ត្រាំចរចាមិនត្រូវជាមួយនឹងលោកស្លាន់ស្គីគឺមាសឡើងតាំងពី2900រហូតដល់2000រហូតដល់3000រហូតដល់3056 57ហើយហ្នឹងចឹងអានឹងគឺនៅក្នុងចំណុចទី1គឺមានប៉ុណ្ណឹងយើងចូលមកដល់ចំណុចទី2ការសម្រេចចិត្តពីធនាគារកណ្ដាលតើធនាគារកណ្ដាលគឺសម្រេចចិត្តបែបណាបើធនាគារកណ្ដាលចង់បំពេញគោលនយោបាយរូបិយប័ណ្ណរបស់ខ្លួនទី1ដំឡើងអត្រាការប្រាក់នោះនឹងធ្វើឲ្យមាសចុះថោកទី2បើអត្រាការប្រាក់ចុះវិញមានន័យថាមាសនឹងឡើងថ្លៃទី3បើរក្សាតម្លៃអត្រាការប្រាក់ដដែលមាសធ្លាក់ចុះណាគឺមាសធ្លាក់ចុះអញ្ចឹងតើប្រធានធនាគារកណ្ដាលសហរដ្ឋអាមេរិកហ្នឹងដំឡើងអត្រាការប្រាក់បើសិនជាដំឡើងមែនមាសនឹងគឺចាប់ដើមធ្លាក់ចុះហើយប៉ុន្តែបើអត្រាការប្រាក់ចុះវិញមាសនឹងឡើងថ្លៃណាមាសឡើងថ្លៃតែបើរក្សាអត្រាការប្រាក់មាសនឹងធ្លាក់ចុះយើងឃើញថានៅថ្ងៃទី20ព័ត៌មានដែលចេញថ្ងៃទី20វេលាម៉ោង1ពេលព្រឹកហ្នឹងគឺលោកបវលដែលជាប្រធានធនាគារកណ្ដាលនៅសហរដ្ឋអាមេរិកហ្នឹងគឺសម្រេចចិត្តរក្សាអត្រាការប្រាក់ដដែលអញ្ចឹងបើរក្សាការប្រាក់ដដែលឃើញទេមាសគឺចាប់ផ្ដើមធ្លាក់ពី3057មកធ្លាក់មកដល់3000ហើយប៉ុន្តែចេញព័ត៌មានពាក់ព័ន្ធទៅនឹងអ៊ីស្រាអែលវាយជាមួយលីបង់កាលថ្ងៃសៅរ៍នេះមានហ្នឹងគឺឥឡូវចាប់ផ្ដើមកើនឡើងដល់3022 23ហើយណា22 23ហើយអាហ្នឹងគឺចំណុចទី2អញ្ចឹងបងប្អូនមើលទៅតាមហ្នឹងទៅបើអត្រាការប្រាក់បើតម្លៃអត្រាការប្រាក់មាសធ្លាក់ចុះបើអត្រាការប្រាក់ចុះវិញមាសនឹងឡើងថ្លៃបើរក្សាតម្លៃអត្រាការប្រាក់គឺមាសក៏ធ្លាក់ចុះដែរណាចំណុចទី2ចំណុចទី3ការកើនឡើងនៅអតិផរណាមានន័យថាតម្លៃលុយធ្លាក់ចុះតំណែងឡើងថ្លៃនៅពេលតម្លៃលុយធ្លាក់ចុះខ្លាំងមនុស្សមានទំនោរបដូរពីរក្សាប្រាក់មកជាមាសវិញនោះមានន័យថាអតិផរណាមានរយៈពេលកាន់តែយូរនាំឲ្យតម្លៃកាន់តែថ្លៃឡើងប៉ុន្តែតម្លៃមាសនឹងធ្លាក់ចុះមកវិញបន្តិចបន្តួចដែរនៅពេលអតិផរណាត្រូវបានដោះស្រាយ
chẳng dương mưa ở trong bài trả bọn hiệp này bà sân ba đầm lại lùi lệ chót tầm đánh cứ làm tầm đánh cứ sầm đại từ lường miệng nàng ấy nhóm năng lực bình đọt đài bình đọt đà tệ parana này tệ parana đem miền cứ cái đọc từ lừa tầm đánh từng pi tầm đánh lối hay năng tầm đánh mê chân lối dừng đang ấy thay chia rụp bây giờ bàn trong này khang tầm đánh ní cứ sầm đại từ lường mêពេលដែលសង្គ្រាមកើតឡើងពេលដែលសង្គ្រាមកើតឡើងរវាងប្រទេសនិងប្រទេសរវាងប្រទេសមួយនិងប្រទេសមួយចឹងលុយដុល្លារចាប់ដើមធ្លាក់ចុះហើយអញ្ចឹងតំណែងគឺចាប់ផ្ដើមឡើងថ្លៃតំណែងចាប់ផ្ដើមឡើងថ្លៃយ៉ាងម៉េចពីព្រោះគឺតំណែងឡើងថ្លៃហ្នឹងពីព្រោះអត់មានតំណែងឲ្យគេណាអត់មានតំណែងសម្រាប់លក់អីគេអញ្ចឹងគឺចាប់ផ្ដើមឡើងថ្លៃបើសិនជាតំណែងបរិបោគគឺអត់ឡើងទេហ៎ណាគឺអត់ឡើងទេនេះបងប្អូនមើលត្រង់នេះនៅពេលដែលលុយធ្លាក់ចុះខ្លាំងមនុស្សមានទំនោរពេលដែលលុយអបប្រមាថថាបើសិនជាបងប្អូនខំរស់ស៊ីកន្លែងហ្នឹងវាចេះតែខាតមិនណាទៅខំប្រឹងរស់ស៊ីនៅនឹងទៀតត្រូវបាត់តូបចេញហើយអបប្រមាថថាយើងនិយាយស្រួលស្ដាប់យើងអ្នកបង្កើត YouTube ហ្នឹងបង្កើតទៅឲ្យមាននរណាមើលអញ្ចឹងបងប្អូនមានកម្លាំងនេះបងប្អូនអត់មានកម្លាំងទេបងប្អូនបដូរទៅកន្លែងផ្សេងហើយយ៉ាងណាមិញបើសិនជាលុយដុល្លារធ្លាក់ចុះបងប្អូនក៏អត់នៅក្នុងលុយដុល្លារទៀតទេអញ្ចឹងបងប្អូនទៅរោមាសវិញហើយហ្នឹងទៅរោមាសវិញហើយអញ្ចឹងវារឿងអញ្ចឹងចំណុចទី3ចំណុចទី4តម្រូវការទីផ្សារយោងទៅតាមវើផ្សាយ Goal ហុបបានឲ្យដឹងថាទីផ្សារដែលមានតម្រូវការខ្ពស់ពេលបច្ចុប្បន្នមានប្រទេសរុស្ស៊ីប្រទេសចិនប្រទេសឥណ្ឌាប្រទេសមេស៊ីកូនិងប្រទេសទូគីសត្វតែមានតម្រូវការខ្ពស់ស្របពេលដែលមានការជីកមាសកាន់តែមានលំបាកឡើងជាមួយតម្លៃពលកម្មកាន់តែមានបំរែបំរួលកាន់ឡើងដូចគ្នានាំឲ្យតម្លៃមាសកាន់តែមានតម្លៃថ្លៃឡើងយ៉ាងណាមិញបើយើងងាកមកមើលប្រទេសកម្ពុជាយើងវិញក្នុងកំឡុងឆ្នាំ1975 1979នៅពេលដែលរូបិយប័ណ្ណត្រូវបានលុបបំបាត់ចោលលែងឲ្យមានចរាចរណ៍ទីផ្សារតម្លៃមាសคล้ายជាជម្រើសទី1នៃការដោះស្រាយទីផ្សារងងឹតដូចជាមាសទៅបដូរអង្ករម្ហូបអាហារជាដើមទាំងនេះសត្វតែសមបញ្ជាក់ឲ្យឃើញថាទីផ្សារតម្លៃមាសសត្វតែអាស្រ័យលើតម្រូវការស្ថានភាពជាក់ស្ដែងនៅត្រង់កន្លែងនេះមានន័យថាអញ្ចឹងមានន័យថាបើមានតម្រូវការខ្ពស់នៅពេលបច្ចុប្បន្ននាំឲ្យតម្លៃមាសកាន់តែមានតម្លៃថ្លៃឡើងយើងលើកនៅក្នុងកន្លែងនេះណាយើងលើកនៅក្នុងប្រទេសកម្ពុជាបើងាកមកមើលប្រទេសកម្ពុជាយើងវិញក្នុងកំឡុងឆ្នាំ1975ដល់79អញ្ចឹងនៅក្នុងរបបនោះរបបយ៉ាងម៉េចរបបនយោបាយសង្គ្រាមដែលកំពុងតែកើតឡើងអញ្ចឹងគេដាក់ថានៅពេលដែលរូបិយប័ណ្ណត្រូវបានលុបបំបាត់មានន័យថាលុយនឹងគេត្រូវលុបបំបាត់ចេញហើយពេលហ្នឹងចេញហើយអញ្ចឹងចរាចរណ៍ពេលនោះទីផ្សារមាសខ្លាយទៅជាជម្រើសទី1នៃការដោទីផ្សារងងឹតអញ្ចឹងគេយកមាសមកដូរកង្កវិញណាគេដូរកង្កវិញអញ្ចឹងពេលនោះតម្រូវការទីផ្សារមាសខ្លាំងអត់ខ្លាំងអញ្ចឹងកន្លែងនេះគេដាក់បើមានតម្រូវការខ្ពស់បច្ចុប្បន្ននាំឲ្យតម្លៃមាសកាន់តែមានតម្លៃថ្លៃឡើងឃើញទេនៅត្រង់កន្លែងនេះគឺឃើញទេបងប្អូនឃើញនៅកន្លែងនេះអញ្ចឹងនៅក្នុងទី4នេះយើងមើលតែកន្លែងនេះទេបើមានតម្រូវការខ្ពស់បច្ចុប្បន្ននាំឲ្យមាសកាន់តែមានតម្លៃថ្លៃឡើងតម្រូវការខ្ពស់យ៉ាងម៉េចដូចឆ្នាំ1975ដល់ឆ្នាំ1979លុយដុល្លារប្រាក់ដុល្លាររូបិយប័ណ្ណគេបាត់ហើយ
អញ្ចឹងវានៅអីទៀតនៅតែមាសទេអញ្ចឹងគេយកមាសទៅដូងកោពេលនោះហើយបានមាសគឺចាប់ផ្ដើមឡើងតែម្ដងចុះនៅពេលបច្ចុប្បន្ននេះឧបមាថាបើសិនជាសង្គ្រាមកើតឡើងអញ្ចឹងលុយដុល្លារគឺចាប់ផ្ដើមសង្គ្រាមកើតឡើងលុយដុល្លារចាប់ផ្ដើមធ្លាក់ចុះពេលធ្លាក់ចុះស្មើនឹងចរាចរណ៍របស់លុយដុល្លារហ្នឹងគឺមិនត្រូវបានប្រើប្រាស់នៅទៀតទេអញ្ចឹងគឺមាសគឺកាន់តែមានតម្លៃគឺកាន់តែខ្លាំងឡើងហើយអញ្ចឹងខ្ញុំមានប៉ុណ្ណឹងសម្រាប់ចែកចាយនៅព័ត៌មានមួយនេះសង្ឃឹមថាបងប្អូននឹងមានចំណេះដឹងនៅក្នុងការធ្វើនៅជំនួញឬក៏ទិញមាសលក់មាសបានចំណេញទាំងអស់គ្នា